បងមួយចំនួនរាល់ថ្ងៃគាត់ខំចំណាយលុយទៅទិញម្សៅ probiotic ឬក៏យើងហៅថាម្សៅបាក់តេរីល្អដើម្បីជួយឲ្យពោះវៀនរបស់បងមានសុខភាពល្អក៏ប៉ុន្តែហេតុអីពោះវៀនរបស់បងរាល់ថ្ងៃនៅតែភើណែនជួនកាលពិបាករំលាយអាហារមែនទេបញ្ហាទាំងអស់ហ្នឹងមកពីបងរាល់ថ្ងៃកំពុងតែចិញ្ចឹមសត្រូវដែលបំផ្លាញនៅបាក់តេរីល្អនៅក្នុងពោះវៀនរបស់បងទាំងមិនដឹងខ្លួនហើយសត្រូវហ្នឹងគឺស្ករលាក់មុខហ្នឹងឯងហើយនៅក្នុងស្លាកសញ្ញាគ្រឿងទេសមួយចំនួនណាដូចជាប្រភពទឹកជ្រលក់ក៏ដូចជាអាហារកែច្នៃមួយចំនួនគេអត់បានសរសេរពាក្យថាស្ករចំឲ្យយើងមើលដឹងទេក៏ប៉ុន្តែគេកំពុងតែប្រើស្ករបន្លំឈ្មោះជាច្រើនប្រភេទដូចជាពពួក maltodextrin ពពួក high fructose corn syrup ពពួក dextrose ពពួក saccharose ជាដើមប្រភពស្ករទាំងអស់ហ្នឹងនៅពេលដែលយើងទទួលទានច្រើនវាគឺជាចំណីដែលធ្វើឲ្យបាក់តេរីអាក្រក់នៅក្នុងពោះវៀនរបស់យើងរីកលូតលាស់ហើយនៅពេលដែលបាក់តេរីអាក្រក់នៅក្នុងពោះវៀនរបស់យើងចាប់ផ្ដើមរីកលូតលាស់វាងាយក្នុងការឲ្យពោះវៀនរបស់យើងមានការរលាកហើយនៅពេលដែលវាមានការរលាកវាងាយក្នុងការឲ្យយើងប្រឈមជាមួយនឹងជំងឺ leaky gut ហើយនៅពេលដែលយើងមានបញ្ហាជំងឺ leaky gut វានឹងតែកាត់ផ្ដាច់នៅអាម៉ូន serotonin នេះហើយជាមូលហេតុដែលធ្វើឲ្យបងមួយចំនួនគាត់អាសាមួម៉ៅធុញថប់ពិបាកនៅក្នុងការគេងគាត់គេងអត់លក់មិនត្រឹមប៉ុណ្្នឹងទេវាធ្វើឲ្យកម្រិត insulin របស់គាត់នឹងហក់ឡើងខ្ពស់ទៀតងាយក្នុងការឲ្យយើងដុសក្បាលពុះហើយពិបាកនៅក្នុងការស្រកគីឡូទៀតបងចង់បានសុខភាពល្អឬក៏ចង់បានឲ្យខួរក្បាលទី2ផងបងមានសុខភាពល្អបងត្រូវចេះមើលគ្រឿងផ្សំនៅខាងក្រោយទៅចាប់មុននឹងពេលដែលបងទិញអាហារញ៉ាំណាមិនត្រឹមប៉ុណ្្នឹងឯងព្យាយាមកាត់បន្ថយអាហារកែច្នៃទាំងអស់ហ្នឹងដោយសារតែប្រភពអាហារកែច្នៃទាំងអស់ហ្នឹងភាគច្រើនគឺគេប្រើប្រភពប្រេងបន្លែដែលជាហេតុដែលធ្វើឲ្យរាងកាយក៏ដូចជាពោះវៀនរបស់យើងមានការរលាក inflammation ណាហ្នឹងហើយបងកុំភ្លេចបន្ថែម ghee ដោយថាតែ ghee វាសម្បូរដោយ butyrate ហើយ butyrate ហ្នឹងវាមានសមត្ថភាពក្នុងការទៅជួយជួសជុលសុខភាពពោះវៀនរបស់បងឲ្យរឹងមាំនិងល្អប្រសើរឡើងវិញកុំភ្លេច follow សម្រាប់ចំណេះដឹងសុខភាពទូទៅបូករួមជាមួយនឹង concept របស់អាហារ low carb និង zero carb អរគុណ